អនុញ្ញាតគ្រប់ជំរាបសួរបងប្អូនប្រិយមិត្តតាមបណ្ដាញសង្គម YouTube ជាទីរាប់អានទាំងអស់គ្នាបងប្អូនណាថ្ងៃនេះខ្ញុំបាទសូមថតវីដេអូតាក់ទងទៅនឹងការលក់ក្របីចំនួន3ក្បាលបងប្អូនក្របីចំនួន3ក្បាលគឺជាប្រភេទក្របីមេកូនបងប្អូនណាគឺជាប្រភេទក្របីមេកូននៅមេ1កូន2មេ1កូន2គឺកូនបងហើយកូនប្អូនបងណាហើយកូនបងគឺកូនឈ្មោះបងណាកូនប្អូនគឺកូនញីឥឡូវនេះខ្ញុំបាទសូមពណ៌នាតាក់ទងទៅនឹងភិនភាគក្បីនីមួយដើម្បីឲ្យបងប្អូនបានដឹងពីភិនភាគកម្ពស់កម្ពស់របស់វាខ្លះៗបងណាសម្រាប់មេរបស់វានេះគឺកម្រិតធាត់របស់វាគឺមធ្យមទេបងប្អូនណាកម្រិតធាត់របស់វាគឺមធ្យមទេមិនជាធាត់លឹបលាប់ទេបងប្អូនដោយសារវាជាប្រភេទក្បីមេកូនកូនបើកូនរិតចឹងវាទោះបីជាមិនក៏វាសាច់វាមិនលឹបលាប់បងប្អូនណាហើយស្របពេលវាតំបន់ដែលខ្ញុំទិញនេះគឺវាអត់មានស្មៅទេបងប្អូនគឺវារាំងហើយស្មៅដែលនៅក្បែរនេះគឺស្មៅដែលខ្ញុំបូមដាំទុកកាត់ឲ្យគោដុតស៊ីចឹងហ្នឹងបងប្អូនណាហើយមាននេះកម្ពស់កម្ពស់របស់វាប្រហែលជា1.28 ម៉ែត្របងប្អូនកម្ពស់ប្រហែលជា1.28 ម៉ែត្រហើយកូនរបស់វាគឺរៀងច្រើនណាស់បងប្អូនណាគឺរៀងច្រើនហើយតាមអ្វីដែលខ្ញុំដឹងពីម្ចាស់គាត់ណាគឺកូនរបស់វារៀងច្រើនហើយមានថាវារៀងជ្រេទៅអាយុកាលទេបងប្អូនណាហើយកូនយីនេះគឺទើបតែកើតទេបងប្អូនគឺទើបតែកើតទេទើបតែកើតបានប្រហែលជាប្រហែលជា4ខែ3ខែមុនកូនយីហើយកូនច្បងនេះគឺកូនឈ្មោលកម្ពស់កម្ពស់របស់វាប្រហែលជា1.15 ម៉ែត្របងប្អូនប្រហែលជា1.15 ម៉ែត្រកម្រិតធាត់របស់វាក៏មិនណាស់ណាដែរបងគឺមធ្យមទេបងប្អូនកម្រិតធាត់វាគឺមិនណាស់ណាទេគឺមធ្យមទេមិនលឹបលាប់ហើយក៏វាជាមិនស្គមស្គាំងគឺល្មមមើលមធ្យមបងប្អូនណាហើយសម្រាប់បងប្អូនមានតម្រូវការចង់ទិញតាក់ទងទៅនឹងយកទៅប្រោះបន្តគឺបងប្អូនអាចទំនាក់ទំនងលេខទូរស័ព្ទរបស់ខ្ញុំបានបងប្អូនណាលេខទូរស័ព្ទរបស់ខ្ញុំបានគឺមានពីរខ្សែគឺខ្សែទី1នេះគឺ097 81 13487ខ្សែទី2នេះគឺប្រព័ន្ធ cell card បងប្អូនណា076 210 3579បងប្អូនហើយសម្រាប់ទីតាំងក្បីនេះគឺមានទីតាំងស្ថិតក្នុងខេត្តស្វាយរៀងបងប្អូនណាស្ថិតក្នុងខេត្តស្វាយរៀងស្រុកស្វាយទៀបដែលជាស្រុកកំណើតផ្ទាល់របស់ខ្ញុំបានតែម្ដងបងប្អូនណានឹងបងប្អូនគឺខ្ញុំទើបទៅទិញបានពីបងប្អូនជាវត្តដែលមានលំនៅឋានក្បែរផ្ទះរបស់ខ្ញុំបានទេបងប្អូនណាសម្រាប់វីដេអូពេលនេះគឺមានតែប៉ុណ្្នឹងបងប្អូនណាអរគុណច្រើនបងប្អូនជម្រាបលាជួបខ្ញុំបាទនៅវីដេអូក្រោយៗទៀតអរគុណច្រើន